មានមុខងារពីរដែលអ្នកទាំងអស់គ្នាគួរតែបើកវានៅពេលដែលយើងប្រើទូរស័ព្ទដៃ Samsung របស់លោកអ្នកហើយនៅពេលដែលទូរស័ព្ទរបស់យើងហ្នឹងគឺអ៊ុត screen កញ្ចក់អញ្ចឹងតោះយើងចូលទៅកាន់វាទាំងអស់គ្នាដំបូងយើងចូលទៅកាន់ setting ហើយបន្ទាប់មកយើងអុសចុះក្រោមចូលពាក្យ display ហើយបន្ទាប់មកយើងអុសចុះក្រោមទៀតមកយើងឃើញមុខងារពីរនេះអញ្ចឹងមុខងារពីរហ្នឹងយើងត្រូវបើកវាមុខងារខាងលើនេះគឺបើកដើម្បីឲ្យការប៉ះដៃចៃដន្យឧមាថាយើងទុកទូរស័ព្ទចូលក្នុងកប៉ៅអីចឹងទៅវាមានការ scan កញ្ចៅដៃដែលចៃដន្យអីចឹងណាហើយអាមុខងារខាងក្រោមនេះគឺយើងបើកវាដើម្បីឲ្យ touch ស៊ីជាងមុនឬក៏ការ scan កញ្ចៅដៃហ្នឹងឲ្យវាស៊ីជាងមុនពេលដែលយើងអ៊ុត screen កញ្ចក់យើងមានការពិបាក scan កញ្ចៅដៃអីអញ្ចឹងយើងអាចបើកមុខងារហ្នឹងបានធ្វើឲ្យទូរស័ព្ទយើងហ្នឹងគឺមានការប៉ះបានលឿនជាងមុនអញ្ចឹងទូរស័ព្ទខ្ញុំនេះគឺ screen កញ្ចក់អញ្ចឹងពេលដែលខ្ញុំចង់ scan វាគឺខ្ញុំបាន scan បានលឿនជាងមុនហ្នឹងហើយអរគុណ